បាទបងប្អូនយើងនេះជារូបភាពបន្ថែមនៅក្នុងហេតុការណ៍គ្រោះថ្នាក់អចរាចរណ៍ដែលស្ថិតនៅតាមបណ្ដោយមាត់ទន្លេក្រុងស្វាយរៀងនៅខាងក្រោយ PM ដែលស្ថិតនៅក្នុងភូមិរោងបន្លែសង្កាត់ស្វាយរៀងក្រុងស្វាយរៀងខេត្តស្វាយរៀងគឺរថយន្ត Mark Ford ដែលបំពាក់ផ្លាកលេខគឺភ្នំពេញ 2CA នៅ5533រងការខូចខាតគឺបែកខ្ចក់ហើយនឹងបែកកង់នេះបាក់កើតទេបងសមត្ថកិច្ចនោះនេះឥឡូវនឹងឃើញថាគឺមានវត្តមានបងសមត្ថកិច្ចចរាចរណ៍ក្រុងស្វាយរៀងបានមកដល់ទីតាំងកើតហេតុអូយប៉ះម៉ូតូខ្ញុំអត់អីទេចាំទៅលើបងនោះគឺម៉ូតូគឺរងការខូចខាតចំណែកឯរថយន្តគឺបែកកង់ជិះមកខាងណាវិញអត់ជិះមកបកើតបងជិះមកបកើតវាលឿនដែរបាទផ្លេចកោថាលឿនណាហ្មងថាលឿនដែរខ្ញុំអីផ្លូវនេះផ្លេចកោជិះតែ20នេះក៏បាក់យកឆ្កោតដែរគាត់ជិះមកមុនដែរមុនជិះមុនតែខ្ញុំឃើញឡាញខ្ញុំបាក់គ្នាហ្មងខ្ញុំបាក់វាឡានតែខ្ញុំប្រអស់ហើយខ្ញុំផុតផ្សាយតែខ្ញុំវានៅឆ្ងាយយកឃើញទៅវាមកទៅបាក់បុកជាមួយកង់ឡានមកបុកជាមួយទុកសក់ទ្វារបាទចឹងឥឡូវរបួសប្រហែលអ្នកនេះម៉ូតូនេះ10នាក់ទេសម្រាប់អូសម្រាប់ទេដោយសារតែម៉ូតូនឹងជិះតែម្នាក់ឯងហ៎អូខេចឹងហើយយើងមកវិញគ្នាប៉ុន្មានអ្នកអូនមកវិញ2នាក់2ម៉ូតូអូចឹងណាយើងមកកំសាន្តដែរទេដល់មកធ្វើការដល់មកធ្វើការនឹងបងប្អូនយើងគឺករណីគ្រោះថ្នាក់អចរាចរណ៍គឺម៉ូតូប៉ះគ្នាជាមួយនឹងរថយន្ត Mark Ford ដែលបណ្ដាលឲ្យម្ចាស់ម៉ូតូគឺរងរបួសយកទៅពេទ្យបាត់ហើយម៉ូតូរងការខូចខាតដែលចំណែកឯរថយន្ត Mark Ford ហ្នឹងគឺបែកកង់ខាងមុខខាងឆ្វេងហើយនឹងកញ្ចក់ហ្នឹងក៏បាក់បែកដែរហើយឥឡូវមិនដឹងខាងណាសងខាងណីទេយើងអត់ដឹងទេទុកទូនាទីនឹងឲ្យបងសមត្ថកិច្ចចរាចរណ៍ក្រុងស្វាយរៀងរួមទាំងវត្តមានបងប៉ុស្តិ៍រដ្ឋបាលក្រុងស្វាយរៀងនឹងយកម៉ូតូហើយនឹងរថយន្តទៅរក្សាទុកដើម្បីធ្វើការដោះស្រាយជាមួយនឹងភាគីខាងម្ចាស់ម៉ូតូហើយក្រុមការងារចង់ប្រាប់បងប្អូនថាម៉ូតូម៉ាកនេះគឺជិះលឿនណាស់ទាំង Rider ទាំង Sonic ទាំង Sony អីហ្នឹងយ៉ាមហាយ៉ាអីហ្នឹងនិយាយរួមគឺលឿនណាស់ហើយបើសិនបើជិះមិនលឿនទេវាអត់លយម៉ូតូហ្នឹងអត់លយទេអញ្ចឹងសនំពរបងប្អូនយើងហ្នឹងហើយតាលឿនតាមិនប្រុងប្រយ័ត្នដឹងតាប្រាវហើយនៅទីតាំងកាត់ហេតុដែលស្ថិតនៅតាមបណ្ដោយមាត់ទន្លេក្រុងស្វាយរៀងដែលស្ថិតនៅក្នុងភូមិរោងបន្លែសង្កាត់ស្វាយរៀងក្រុងស្វាយរៀងខេត្តស្វាយរៀងផ្ទាល់តែម្ដងបាទសូមអរគុណ